ក្រុមជ្រុលនិយមថៃរបស់លោកវីរៈ ស៊ុំ ខ្វាន ឃីត ដែលមានបំណងសម្រុកចូលភូមិជោគជ័យនិងភូមិព្រៃច័ន្ទរបស់កម្ពុជាត្រូវបានទាហានថៃជាច្រើនអ្នករារាំងមិនឲ្យចូលនោះទេដោយក្រុមជ្រុលនិយមរបស់លោកវីរៈ ស៊ុំ ខ្វាន ឃីត បានដឹកនាំបាតកោប្រហែលជា50ទៅ60នាក់មានទាំងអេសកាវ៉ាទ័រមានទាំងអត្រាដើម្បីបណ្ដេញពលរដ្ឋខ្មែរយើងចេញពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យដោយក្រុមជ្រុលនិយមរបស់លោកវីរៈ ស៊ុំ ខ្វាន ឃីត បាននិយាយថាប្រសិនបើទាហានថៃមិនបណ្ដេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យនិងភូមិព្រៃច័ន្ទនោះទេទុកឲ្យក្រុមជ្រុលនិយមរបស់លោកវីរៈ ស៊ុំ ខ្វាន ឃីត ជាអ្នកបណ្ដេញប៉ុន្តែយ៉ាងណាក៏ដោយចង់ប្រាប់ថាទាហានខ្មែរដែលប្រចាំការនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទឈរជើង24ម៉ោងដើម្បីការពារប្រជាពលរដ្ឋខ្មែរមិនឲ្យមានការរំខានពីខាងថៃនោះទេចឹងបានថាថៃនេះពិតជាខូចមែនអស់ពីការចរចាជាមួយទាហានអស់ពីការចរចាជាមួយថ្នាក់ដឹកនាំហើយបែរជាពលរដ្ឋដែលជាក្រុមជ្រុលនិយមបែរជាមានគំនិតអាក្រក់ទៅវិញចឹងបានថាជនជាតិថៃម្នេះពិតជាខូចមែនណាបងប្អូនយើងឧបត្ថម្ភដោយ Lady Lara SD គិតពីសម្រស់និងសុខភាពជាចម្បង